នៅព្រឹកថ្ងៃទី15 ខែមិថុនាឆ្នាំ2025មានករណីផ្ទុះមីនតោនមួយកើតឡើងនៅតំបន់ភូមិអូស្មាច់ឃុំអូស្មាច់ស្រុកសំរោងខេត្តឧត្តរមានជ័យឧបត្តិហេតុនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋក្នុងតំបន់ពិសេសអ្នករស់នៅជិតព្រំដែនកម្ពុជាថៃគេរាយការណ៍ថាករណីផ្ទុះនេះកើតឡើងនៅពេលដែលមានការប្រើប្រាស់គ្រឿងចាក់ទម្ងន់សម្រាប់បំបែកដីក្នុងគម្រោងសាងសង់អគារដោយក្រុមហ៊ុនចិនមួយពេលដែលគ្រឿងចាក់ត្រូវនឹងមីនតោនដែលមិនទាន់បានសម្អាតសូមជម្រាបថាមីននេះអាចជាលេខសង្គាមដែលនៅសល់មកតាំងពីយុគសម័យប្រយុទ្ធជាតិករណីនេះបង្កឲ្យមានសំណង់ខូចខាតនិងបង្កការភ័យខ្លាចដល់អ្នករស់នៅជិតបរិវេណជុំវិញកន្លែងកើតហេតុឧត្តរមានជ័យជាតំបន់ព្រំដែនដែលកន្លងមកក៏មានករណីស្នូលមីននិងគ្រាប់រះជាច្រើនអាជ្ញាធរមានសមត្ថកិច្ចបានឈានដល់កន្លែងហើយនិងកំពុងស៊ើបអង្កេតស្ថានភាពដូចជាការទប់ស្កាត់គ្រោះថ្នាក់បន្ថែមនិងចាត់ចែងការសម្អាតមីនបន្ថែមក្នុងតំបន់សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះចូលប្រុងប្រយ័ត្នក្នុងការធ្វើដំណើរឬការងារនៅជិតតំបន់សំណង់ឬកន្លែងដែលមិនទាន់បានសម្អាតដោយសុវត្ថិភាពបើឃើញវត្ថុសង្ស័យសូមកុំប៉ះពាល់ទេនិងរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់